សួស្តីប្រិយមិត្តទាំងអស់សូមស្វាគមន៍មកកាន់នេតិសម្រាយរឿងថ្ងៃនេះមុននឹងចូលសូមប្រិយមិត្តចុច Subscribe និងចុចសញ្ញាកណ្ដឹងម្នាក់មួយតោះយើងចូលសាច់រឿងរបស់យើងនាងគ្រាន់តែទាញខ្សែក្រវ៉ាត់សុវត្ថិភាពឲ្យតឹងដោយមិនដឹងខ្លួននឹកស្មានមិនដល់នាងអាចសង្គ្រោះជីវិតនាងបានដោយសារតែរឿងនេះដោយសារតែនាងទើបតែពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពយន្តហោះក៏ចាប់ផ្ដើមរង្គើខ្លាំងអ្នកផ្សេងទៀតឃើញដូច្នេះក៏ចង់ពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពដែរតែវាហួសពេលទៅហើយសម្លេងស្រែកអោព្រះជាម្ចាស់អើយនៅពេលយន្តហោះរង្គើខ្លាំងទ្វារយន្តហោះក៏បានបែកធ្លាយយ៉ាងលឿនអោព្រះជាម្ចាស់អើយកម្លាំងខ្យល់ដ៏ខ្លាំងបានបឺតមនុស្សជាច្រើនអ្នកទៅខាងក្រៅភ្លាមបុរសម្នាក់ដើម្បីរស់បានតោងដៃនាងលីនដាជាប់ខ្លាចកម្លាំងខ្យល់បក់នាំខ្លួនគាត់ទៅតែមួយសន្ទុះក្រោយមកក៏មានមនុស្សម្នាក់ទៀតចាប់គាត់ជាប់លែងខ្ញុំកុំទាញខ្ញុំហើយដើម្បីកុំឲ្យនាងលីនដាលែងគាត់បុរសនោះក៏បានច្របាច់កនាងជាប់មើលទៅនាងចិត្តសន្លប់ហើយនាងលីនដាក៏បានរើសសមក់មួយដើមនៅលើដីសម្លេងស្រែកនេះជាវិធីតែមួយគត់ដើម្បីកម្ចាត់មនុស្សម្នាក់នោះតែនាងលីនដាមិនទាន់បានធូរស្បើយផងទិដ្ឋភាពនៅចំពោះមុខបានធ្វើឲ្យនាងភ្ញាក់ផ្អើលម្ដងទៀតនាងបានឃើញយន្តហោះទាំងមូលកំពុងធ្លាក់យ៉ាងលឿនទៅក្នុងសមុទ្រសម្លេងស្រែកឃើញទឹកសមុទ្រជាច្រើនកំពុងហូរចូលក្នុងកាប៊ីនយន្តហោះនាងលីនដាក៏បានដោះខ្សែក្រវ៉ាត់សុវត្ថិភាពយ៉ាងលឿនតែពេលនោះខ្សែក្រវ៉ាត់សុវត្ថិភាពមិនអាចដោះចេញបានទេធ្វើឲ្យនាងលីនដាភ័យខ្លាចហើយចុចប៊ូតុងជាប់គ្នានេះជាសំណាងហើយដែលនាងរួចផុតពីការស្លាប់ដោយសារគ្រោះថ្នាក់យន្តហោះនេះពេលនាងភ្ញាក់ពីសន្លប់នាងក៏ត្រូវរលកបោកបក់ទៅនន់កោះស្ងាត់មួយកន្លែងនៅពេលដែលនាងភ័យខ្លាចនាងក៏ស្រាប់តែឃើញមនុស្សម្នាក់កំពុងដេកនៅលើឆ្នេរខ្សាច់នឹកស្មានមិនដល់ថាមនុស្សម្នាក់នេះជាថៅកែរបស់នាងឃើញឈាមហូរចេញពីភ្លៅថៅកែនាងលីនដាក៏បានហែកក្រណាត់មួយដុំដើម្បីបិទឈាមឲ្យគាត់បន្ទាប់មកនាងបានបំបែកថ្មមួយដុំហើយយកមកធ្វើជាឧបករណ៍សម្រាប់កាប់ដោយកាត់ស្លឹកចេកនិងមែកឈើមួយចំនួនដោយសារនាងលីនដាតាមមើលកម្មវិធីរស់រានមានជីវិតក្នុងព្រៃនាងដឹងច្បាស់ថានៅក្រោមពន្លឺថ្ងៃដ៏ក្តៅខ្លាំងបែបនេះបើមិនធ្វើតង់ការពារកម្ដៅថ្ងៃទេថៅកែរបស់នាងច្បាស់ជាសន្លប់ដោយសារខ្វះជាតិទឹកមិនខានតាមពិតនាងលីនដាគឺជាបុគ្គលិកឧស្សាហ៍ព្យាយាមម្នាក់នៅក្នុងក្រុមហ៊ុនតែនាងមិនបានទទួលការយកចិត្តទុកដាក់ពីថៅកែនោះទេថៅកែថែមទាំងមានបំណងបណ្ដេញនាងទៀតផងដើមឡើយពួកគេមានបំណងទៅចរចាការងារនៅទីក្រុងផ្សេងតែនឹកស្មានមិនដល់ថាជួបគ្រោះថ្នាក់យន្តហោះទោះបីជាធម្មតាថៅកែមិនបានចាប់អារម្មណ៍នាងលីនដាក៏ដោយតែនាងលីនដាបានមើលថែថៅកែយ៉ាងយកចិត្តទុកដាក់បន្ទាប់ពីការមើលថែថៅកែបានភ្ញាក់ពីសន្លប់តែនឹកស្មានមិនដល់ថៅកែភ្ញាក់ពីគេងមិនត្រឹមតែមិនអរគុណនាងលីនដាទេថែមទាំងញជាឲ្យនាងទៅរកវិធីសុំជំនួយទៀតផងឃើញនាងខំប្រឹងមើលថែគាត់តែគាត់នៅតែធ្វើរឹកធំនាងលីនដាក៏ខឹងហើយងាកក្រោយដើរចេញទៅដំបូងថៅកែមិនបានខ្វល់អ្វីទេតែមួយសន្ទុះក្រោយមកថៅកែក៏ចាប់ផ្ដើមឆេវឆាវព្រោះក្តៅថ្ងៃសំណាងល្អពេលនោះនាងលីនដាបានយកទឹកបរិសុទ្ធមកឲ្យគាត់នោះហើយទើបធ្វើឲ្យអារម្មណ៍របស់ថៅកែស្ងប់ស្ងាត់វិញពេលនោះថៅកែទើបនឹងថាបើចង់រស់នៅលើកោះស្ងាត់នេះច្បាស់ជាត្រូវពឹងផ្អែកលើនារីនៅចំពោះមុខនេះហើយហេតុដូច្នេះគាត់ក៏បានសុំទោសនាងលីនដាចំពោះទង្វើរបស់គាត់សំណាងល្អនាងលីនដាមានបទពិសោធន៍ច្រើនក្នុងការរស់រានមានជីវិតក្នុងព្រៃផ្អែកលើការចងចាំរបស់នាងអាចបង្កាត់ភ្លើងបានជោគជ័យហើយនៅពេលមានភ្លើងពួកគេក៏អាចអាំងត្រីបានហើយដូច្នេះក៏នាំការមើលថែរបស់នាងលីនដាថៅកែក៏បានញ៉ាំត្រីអាំងដែលគាត់មិនបានញ៉ាំយូរហើយនាងលីនដាក៏សប្បាយចិត្តនឹងភាពឆ្លាតវៃរបស់ខ្លួនហាក់បីដូចជាព្រះបានផ្ដល់ឱកាសមួយទៀតដល់នាងពីព្រោះការងារពីម៉ោង 9 ព្រឹកដល់ម៉ោង 5 ល្ងាចរាល់ថ្ងៃធ្វើឲ្យនាងលីនដាមិនមានពេលទៅដើរលេងក្រៅផ្ទះនោះទេហើយជីវិតបឋមដែលគ្មានកង្វល់បែបនេះធ្វើឲ្យនាងសប្បាយចិត្តខ្លាំងណាស់នាងមិនដឹងទេថាការរស់រានមានជីវិតនៅលើកោះស្ងាត់នេះមិនមែនងាយស្រួលនោះទេហើយក៏មានគ្រោះថ្នាក់ជាច្រើនដែលមិនស្គាល់អមជាមួយដែរពេលនាងលីនដាចូលទៅក្នុងព្រៃហើយឃើញស្នាមជើងជ្រូកព្រៃនាងក៏ចាប់ផ្ដើមភ័យខ្លាចនាងបានដើរទៅមុខដោយប្រុងប្រយ័ត្នតែនាងក៏ស្រាប់តែឃើញមានចលនានៅក្នុងគុម្ពោតនៅខាងមុខជ្រូកព្រៃនោះធ្វើចលនាលឿនណាស់យមួយវិនាទីក្រោយមកវាបានទៅដល់ក្រោយនាងលីនដាហើយសំឡេងស្រែកសំណាងល្អជ្រូកព្រៃដែលមានជើងខ្លីនោះត្រូវដើមឈើធំរាំងស្ទាក់នាងលីនដាឃើញដូច្នេះក៏រត់គេចខ្លួនយ៉ាងលឿនពេលជ្រូកព្រៃដេញតាមក្លិនទៅមុខវាក៏ស្រាប់តែឃើញមានតែកន្សែងសូត្រមួយប៉ុណ្ណោះមួយវិនាទីក្រោយមកនាងលីនដាដែលពួននៅលើដើមឈើក៏បានលោតចុះមកក្រោមហើយចាក់ពោះជុករូបព្រៃនោះមួយកំបិតតែសត្វជ្រូកព្រៃដែលមានទម្ងន់150គីឡូក្រាមនេះមិនមែនងាយស្រួលនោះទេរបួសនេះមិនទាន់ដល់ស្លាប់នោះទេឃើញជ្រូកព្រៃកំពុងវាយប្រហារនាងលីនដាក៏បានរើសដំបងវែងដែលបាក់នោះនាងបានប្រើប្រាស់ប្រយោជន៍នៃចម្ងាយយ៉ាងជោគជ័យហើយបានសម្លាប់ជ្រូកព្រៃនោះបានសម្រេចពេលយប់អ្នកទាំងពីរបានញ៉ាំអាហារយ៉ាងឆ្ងាញ់នឹកស្មានមិនដល់ថាជ្រូកព្រៃនេះឆ្ងាញ់ខ្លាំងណាស់សាច់ដែលនៅសល់អាចឲ្យថៅកែញ៉ាំបានប្រមាណថ្ងៃទៀតឆ្លៀតពេលនេះនាងលីនដាបានសម្រេចចិត្តទៅដើរលេងកន្លែងផ្សេងទៀតនៅលើកោះនេះសំណាងល្អនាងដើរមិនឆ្ងាយប៉ុន្មានក៏បានឃើញទឹកជ្រោះមួយពេលនេះទោះមិនមានភ្លៀងក៏ពួកគេមិនបារម្ភពីការខ្វះខាតទឹកផឹកដែរនាងលីនដារំភើបចិត្តយ៉ាងខ្លាំងហើយនាងក៏បានងូតទឹកត្រជាក់នៅទីនោះតែងូតនូតទៅនាងក៏ស្រាប់តែឮសំឡេងម៉ាស៊ីនពីក្រោយនាងលីនដាបានងាកមើលក៏ឃើញទូកលបឿនលឿនមួយបានមកដល់ទីនេះនាងកំពុងតែចង់ទៅសុំជំនួយតែនាងក៏ឈប់ធ្វើសកម្មភាពវិញនៅលើកោះនេះនាងគឺជាមេដែលធ្វើអ្វីៗបានទាំងអស់តែពេលត្រឡប់ទៅក្រុមហ៊ុនវិញនាងក៏នឹងក្លាយជាអ្នកបម្រើវិញដូច្នេះនាងលីនដាក៏បានធ្វើពុតជាគ្មានអ្វីកើតឡើងហើយត្រឡប់ទៅកន្លែងរបស់ពួកគេវិញនាងលីនដាបាននិយាយថានាងបានរកឃើញដើមឈើហូបផ្លែមួយចំនួនហើយថែមទាំងរកឃើញប្រភពទឹកទៀតផងមើលទៅពួកគេនឹងមានអាហារបរិភោគនិងទឹកផឹកមិនខ្វះហើយតែ
សម្រាប់ដំណឹងនេះថៅកែមិនសប្បាយចិត្តនោះទេពួកគេបាននៅកោះនេះអស់រយៈពេល2សប្តាហ៍ហើយតែនៅតែគ្មាននរណាមកជួយសង្គ្រោះទេដូច្នេះពួកគេត្រូវតែចាត់វិធានការដោយខ្លួនឯងដើម្បីរត់គេចចេញពីកោះតូចនេះឧទាហរណ៍ដូចជាធ្វើក្បូនអីជាដើមនាងលីនដាបានសើចខ្លាំងៗនាងគិតថាថៅកែរបស់នាងកំពុងតែយល់សប្តិជីវិតបច្ចុប្បន្នសម្រាប់នាងពិតជាពេញចាកនិតណាស់ពេលនេះថៅកែខឹងខ្លាំងណាស់ព្រោះនាងលីនដាមិនបានជួយគាត់គិតរកវិធីដូច្នេះគាត់នឹងធ្វើក្បូនដោយខ្លួនឯងហើយរត់គេចចេញពីកោះនេះដោយខ្លួនឯងនិយាយរួចថៅកែក៏បានអូសជើងដែលរបួសរបស់គាត់ហើយដើរចេញទៅគាត់ងាកក្រោយហើយមិនភ្លេចបណ្ដេញមនុស្សម្នាក់នេះចេញនោះទេ Yeah you're so fired oh am I Yeah oh no ថៅកែបានរៀនតាមនាងលីនដាដោយជ្រើសរើសដើមដូងដ៏រឹងមាំមួយហើយត្រៀមធ្វើតង់តែនឹកស្មានមិនដល់ថាវាពិបាកជាងអ្វីដែលគាត់គិតទៅទៀតគាត់ក៏បានរៀនតាមនាងលីនដាដោយបង្កាត់ភ្លើងតែបង្កាត់យូរហើយក៏គ្មានភ្លើងឆេះបន្តិចសោះថ្ងៃភ្លៀងគាត់ចង់ទទួលទឹកផឹកតែគាត់គ្មានជំនាញទទួលទឹកភ្លៀងដូចនាងលីនដានោះទេគាត់គ្មានសូម្បីតែទឹកផឹកបន្តិចថានៅកែដែលឃ្លានខ្លាំងណាស់នោះទ្រាំលែងបានក៏ចាប់សត្វល្អិតនៅលើដីមកស៊ីយ៉ាងខូខើទោះបីជាវាសម្បូរទៅដោយប្រូតេអ៊ីនក៏ដោយតែឃើញនាងលីនដានៅក្បែរគាត់កំពុងញ៉ាំត្រីឆៅនិងភ្លក់ផ្លែឈើផ្សេងៗថៅកែក៏បានព្រមចាញ់ថៅកែបានរៀនតាមនាងលីនដាដោយជ្រើសរើសដើមដូងដ៏រឹងមាំមួយហើយត្រៀមធ្វើតង់តែនឹកស្មានមិនដល់ថាវាពិបាកជាងអ្វីដែលគាត់គិតទៅទៀតគាត់ក៏បានរៀនតាមនាងលីនដាដោយបង្កាត់ភ្លើងតែបង្កាត់យូរហើយក៏គ្មានភ្លើងឆេះបន្តិចសោះថ្ងៃភ្លៀងគាត់ចង់ទទួលទឹកផឹកតែគាត់គ្មានជំនាញទទួលទឹកភ្លៀងដូចនាងលីនដានោះទេគាត់គ្មានសូម្បីតែទឹកផឹកបន្តិចថៅនៅកែដែលឃ្លានខ្លាំងណាស់នោះទ្រាំលែងបានក៏ចាប់សត្វល្អិតនៅលើដីមកស៊ីយ៉ាងខូខើទោះបីជាវាសម្បូរទៅដោយប្រូតេអ៊ីនក៏ដោយតែឃើញនាងលីនដានៅក្បែរគាត់កំពុងញ៉ាំត្រីឆៅនិងភ្លក់ផ្លែឈើផ្សេងៗថៅកែក៏បានព្រមចាញ់គាត់បានដើរទៅក្បែរនាងលីនដាដោយទឹកមុខល្អហើយបានសុំទោសនាងយ៉ាងអឡារឹកគាត់បាននិយាយថាពីមុនគាត់មានអាកប្បកិរិយាមិនល្អអីលើគាត់បានដឹងការពិតហើយដូច្នេះគាត់សុខចិត្តធ្វើជាទាសករឲ្យនាងលីនដាដោយស្ម័គ្រចិត្តធ្វើជាប្អូនប្រុសរបស់នាងស្រាប់តែថៅកែបានចាប់អារម្មណ៍នឹងកំបិតតូចមួយនៅពីមុខនាងលីនដាគាត់នឹកស្មានមិនដល់ថានាងអាចរកបានរបស់របរបែបនេះនាងលីនដាបាននិយាយថាកំបិតនេះនាងរើសបាននៅមាត់ច្រាំងនាងគិតថាមានអ្នកណាម្នាក់បានបោះវាចោលជាសម្រាមជាចុងក្រោយបានហូរទៅដល់មាត់សមុទ្រតែដោយសារថៅកែបានទទួលស្គាល់កំហុសរបស់គាត់នាងក៏បានអភ័យទោសឲ្យគាត់ហើយបានចែកអាហារឆ្ងាញ់ខ្លះនៅលើតុឲ្យគាត់ទៀតផងបន្ទាប់ពីញ៉ាំឆ្អែតហើយនាងលីនដាបាននាំថៅកែឡើងលើភ្នំដោយមានបំណងបង្រៀនគាត់នៅជំនាញរស់រានមានជីវិតក្នុងព្រៃឧទាហរណ៍ផ្លែបឺរីនៅតាមផ្លូវដើម្បីដឹងថាវាមានជាតិពុលឬអត់កូកាគ្រាន់តែយកវាបុកបន្តិចហើយលាបលើស្បែកបើមានអាការៈក្រហមនិងហើមបែបនេះនោះមានន័យថាវាមិនអាចបរិភោគបានទេខាងលិចនៃកោះនេះជាមូលដ្ឋានរបស់ពួកគេតែនៅជិតថ្មរៀងអក្សរ X នៅខាងកើតពោពេញទៅដោយឧស្ម័នពុលនិងវាលភក់ដែលជាតំបន់គ្រោះថ្នាក់បំផុតដូច្នេះអ្នកទាំងពីរគួរតែជៀសវាងទៅជិតទីនោះដឹងពីស្ថានភាពទូទៅនៃកោះហើយអ្នកទាំងពីរក៏បានត្រៀមខ្លួនត្រឡប់ទៅវិញតែដើរដល់ពាក់កណ្ដាលផ្លូវនាងលីនដាក៏បានរអិលជើងភ្លាមសម្លេងស្រែកនៅពេលដ៏សំខាន់ថៅកែបានចាប់ដៃនាងលីនដាជាប់ហើយប្រើកម្លាំងកាយទាំងមូលទើបអាចទាញនាងឡើងមកបាននឹកស្មានមិនដល់ថាបរិសម្នាក់នេះនៅពេលដ៏សំខាន់ក៏គួរឲ្យទុកចិត្តដែរពេលនេះថៅកែក៏បានសងគុណជីវិតពីមុនហើយទំនាក់ទំនងរវាងអ្នកទាំងពីរក៏កាន់តែល្អប្រសើរឡើងថ្ងៃនោះមានព្យុះបានបោកបក់មកលើកោះនេះភ្លៀងធ្លាក់លាយឡំនឹងខ្យល់ព្យុះធ្វើខ្ទមតូចរបស់ពួកគេត្រូវបក់ផ្ដួលរំលំដើម្បីគេចពីគ្រោះធម្មជាតិមួយនេះអ្នកទាំងពីរបានរត់ទៅកាន់រូងភ្នំក្បែរនោះដោយមានបំណងចំណាយពេលមួយយប់នៅទីនេះពួកគេទាំងពីរនាក់ដែលសើមដោយទឹកភ្លៀងក៏បានរងាខ្លាំងពួកគេក៏បានរក្សាកម្ដៅដោយវិធីសាស្ត្របុរាណបំផុតនោះគឺផ្អែកលើកម្ដៅរាងកាយរបស់គ្នាទៅវិញទៅមកហើយបទពិសោធន៍នេះក៏បានធ្វើឲ្យទំនាក់ទំនងរបស់ពួកគេកាន់តែជិតស្និទ្ធថែមទៀតបន្តិចម្ដងថៅកែក៏អាចគ្រប់គ្រងស្ថានភាពបានហើយបានសាងសង់ផ្ទះថ្មីមួយជាមួយនាងលីនដាពេលយប់នាងលីនដាកាន់តែភ្ញាក់ផ្អើលនិងសប្បាយចិត្តថៅកែដែលជាកូនអ្នកមានមិនដែលចេះធ្វើម្ហូបសោះបែរជាបានធ្វើម្ហូបយ៉ាងច្រើនឲ្យនាងលីនដាដោយខ្លួនឯងពួកគេទាំងពីរបានញ៉ាំបណ្ដើរនិយាយបណ្ដើរបរិយាកាសស្នេហាក៏បានរីកសាយភាយតែដល់តែនាងលីនដាមានអារម្មណ៍វិលមុខហើយក៏ដួលទៅលើដីនាងនឹកស្មានមិនដល់ថាថៅកែបានលាយផ្លែបឺរីពុលដែលពួកគេបានឃើញពីមុនទៅក្នុងអាហាររបស់នាងឆ្លៀតពេលនាងលីនដាមិនអាចធ្វើអ្វីបានថៅកែក៏បានអូសសម្ភារៈដែលពួកគេបានត្រៀមទុកព្រមទាំងក្បូនតូចដែលគាត់បានរៀបចំទុកជាមុនដោយមានបំណងរត់គេចខ្លួនចេញពីកោះនេះតែម្នាក់ឯងតាមពិតគាត់ដបរស់នៅលើកោះនេះមិនបានយូរទេគាត់សុខចិត្តធ្វើជាប្អូនប្រុសរបស់នាងលីនដាក៏ព្រោះតែចង់រៀនជំនាញរស់រានមានជីវិតឥឡូវគោលបំណងរបស់គាត់បានសម្រេចហើយទីបំផុតគាត់អាចចាក់ចេញពីកន្លែងអន់នេះបានហើយតែអ្វីដែលថៅកែនឹកស្មានមិនដល់នោះគឺគ្រាន់តែរលកបោកបក់មកក្បូនរបស់គាត់ក៏បានបែកខ្ទេចខ្ទីមួយវិនាទីក្រោយមករលកយក្សក៏បានបោកបក់មកថៅកែក៏ត្រូវរលកបោកបក់ចូលទៅក្នុងសមុទ្រអារម្មណ៍ថប់ដង្ហើមពេលលង់ទឹកបានធ្វើឲ្យគាត់បាត់បង់ស្មារតីបន្តិចម្ដងក្នុងភ្នែករបស់គាត់ហាក់ដូចជាបានឃើញគូដណ្ដឹងរបស់គាត់ Oh baby វាពិតជាលំបាកសម្រាប់នាងលីនដានាងបានទ្រាំនឹងការក្អួតចង្អោរដោយសារតែការពុលអាហារផងធ្វើចលនាបេះដូងសង្គ្រោះបឋមឲ្យថៅកែផងទើបអាចទាញគាត់ឲ្យរស់រានមានជីវិតឡើងវិញបានអ្វីដែលធ្វើឲ្យថៅកែភ្ញាក់ផ្អើលនោះគឺនាងលីនដាមិនបានស្ដីបន្ទោសគាត់នោះទេផ្ទុយទៅវិញនាងបានសងគុណនឹងសេចក្ដីល្អដោយបានរៀបចំមឹកអាំងមួយក្បាលឲ្យគាត់ញ៉ាំតែលទ្ធផលមឹកបានចូលទៅក្នុងពោះភ្លាមថៅកែក៏មានអារម្មណ៍មិនស្រួលរាងកាយរបស់គាត់ក៏ចាប់ផ្ដើមខ្សោយបន្តិចម្ដងរហូតដល់និយាយក៏លែងកើតនាងលីនដាបានញញឹមបន្តិចហើយប្រាប់គាត់
ថានេះគឺជាមឹកខៀវដែលមានជាតិពុលដល់ប្រព័ន្ធប្រសាទបើញ៉ាំទៅជាតិពុលនឹងរារាំងការបញ្ជូនសរសៃប្រសាទហើយធ្វើឲ្យថៅកែខ្សោយទាំងស្រុងហើយមូលហេតុដែលតែដាក់ឌីតាធ្វើបែបនេះគឺនាងរៀបចំវះកាត់បន្តិចបន្តួចឲ្យគាត់ពេលគាត់ខ្សោយនាងបានដោះខោរបស់ថៅកែចេញប្រាប់គាត់ថានៅប្រទេសចិនបុរាណមានមុខរបរមួយហៅថាថៅកែហើយនេះជាការដាក់ទណ្ឌកម្មតូចមួយចំពោះការក្បត់របស់គាត់នាងលីនដាមានបំណងចង់ឲ្យគាត់បានស្គាល់ពីភាពលំបាកនៃមុខរបរនេះថៅកែស្រឡាំងកាំងគាត់ព្យាយាមរត់គេចខ្លួនតែគាត់មិនអាចធ្វើអ្វីបានឡើយត្រៀមហើយឬនៅពេលដែលនាងលីនដាធ្វើសកម្មភាពថៅកែមានអារម្មណ៍អស់សង្ឃឹមយ៉ាងខ្លាំងតែមួយវិនាទីក្រោយមកនាងលីនដាគ្រាន់តែរើសសត្វកណ្ដូររងមួយក្បាលប៉ុណ្ណោះតាមពិតនេះគ្រាន់តែជាការព្រមានប៉ុណ្ណោះនាងលីនដាចង់ឲ្យមនុស្សម្នាក់នោះដឹងថានៅលើកោះនេះនាងទើបជាថៅកែពេលនេះម៉ាត់ក៏បានស្ដាប់បង្គាប់ទាំងស្រុងចាប់ពីពេលនោះមកគាត់មិនបាននិយាយនៃឡើយគ្រាន់តែធ្វើការតាមបញ្ជាហើយបានក្លាយជាអ្នកបម្រើរបស់នាងលីនដាឃើញគាត់ស្ដាប់បង្គាប់បែបនេះនាងលីនដាក៏បានទៅកាច់ស្វាយនៅខាងកើតដោយចិត្តស្ងប់តែពេលនាងកំពុងកាច់នាងក៏ស្រាប់តែឮសំឡេងស្រែកពីក្រោយនាង Hello Linda it's me ចប់ហើយឆោនឹកស្មានមិនដល់ថាគូដណ្ដឹងរបស់ម៉ាត់បាននាំអ្នកនេសាទក្នុងស្រុកម្នាក់មកទីនេះឮដំណឹងថាម៉ាត់នៅរស់នាងសប្បាយចិត្តខ្លាំងណាស់ចាប់តាំងពីយន្តហោះបាត់ខ្លួនមកមនុស្សទាំងអស់នៅលើយន្តហោះត្រូវបានប្រកាសថាស្លាប់តែនារីស្បែកខ្មៅរូបនេះនៅតែមានក្តីសង្ឃឹមហើយបានស្វែងរកពីកោះមួយទៅកោះមួយនាងកក់មានប្រាប់នាងលីនដាឲ្យឆាប់នាំខ្លួននាងទៅជួបម៉ាត់ដូច្នេះមានតែអ្នកទាំងពីរមកទេតើវាគ្រាន់តែជាអ្នកទាំងពីរឬក៏មានក្រុមស្វែងរកទាំងមូលកំពុងរងចាំយើងមានតែយើងទេឮដំណឹងនេះនាងលីនដាក៏មានគំនិតអាក្រក់ភ្លាមនាងបាននិយាយថាមានផ្លូវកាត់មួយនៅខាងមុខដែលអាចទៅដល់មូលដ្ឋានបាននិយាយរួចនាងក៏បាននាំអ្នកទាំងពីរដើរតាមផ្លូវតូចមួយនៅលើជម្រាលភ្នំដើរទៅដល់កន្លែងដែលនាងធ្លាប់រអិលជើងនាងលីនដាបានធ្វើពុតជាចងខ្សែស្បែកជើងហើយបានឈប់ដើរដោយចេតនាហើយកន្លែងដែលនាងរអិលពីមុនត្រូវបាននាងជួសជុលបន្តិចបន្តួចហើយមិនឃើញមានស្នាមបាក់បែកអ្វីឡើយលទ្ធផលពេលនារីស្បែកខ្មៅដើរឡើងទៅសំឡេងស្រែកអ្នកនេសាទឃើញដូច្នេះក៏បានរត់ទៅជួយភ្លាមគាត់ក៏បានចាប់ដៃនារីស្បែកខថ្មើរជាប់ហើយស្រែកសុំជំនួយពីនាងលីនដាក៏បានធ្លាក់ចូលទៅក្នុងស្ថានភាពលំបាកភ្លាមក្នុងចិត្តរបស់នាងបានតស៊ូយ៉ាងខ្លាំងក្លាបន្ទាប់មកអេក្រង់ក៏បានងងឹតនាងលីនដាបានត្រឡប់ទៅមូលដ្ឋានវិញដូចជាគ្មានអ្វីកើតឡើងនាងមិនបាននិយាយអ្វីតាក់ទងនឹងនារីស្បែកខ្មៅមកទីនេះនោះទេតែម៉ាត់អាចមានអារម្មណ៍យ៉ាងច្បាស់ថាមានអ្វីកើតឡើងចំពោះនាងក៏ចាប់ផ្ដើមបាក់ទឹកចិត្តហើយបាត់បង់ចំណាប់អារម្មណ៍លើជីវិតទាំងស្រុងគ្មានជំរឿម៉ាត់អាចបរបាញ់តែម្នាក់ឯងបានថ្ងៃនោះគាត់បានឃើញជ្រូកព្រៃមួយក្បោដាល់កំពុងស៊ីអ្វីមួយយ៉ាងកំពុងតែត្រៀមចូលទៅចិត្តតែគាត់ក៏បានច្រឡំជន់មេឈើធ្វើឲ្យជ្រូកព្រៃភ័យហើយរត់បាត់គាត់ងើបមើលក៏ឃើញរបស់ដែលជ្រូកព្រៃកំពុងស៊ីគឺជាដៃដែលដាច់មួយកំណាត់ហើយនៅលើដៃនោះមានចិញ្ចៀនពេជ្រដែលគាត់បានជូនគូដណ្ដឹងរបស់គាត់ក៏យល់ភ្លាមថាតើមានរឿងអ្វីកើតឡើងកំហឹងក៏បានឆាបឈួលពេញខ្លួនរបស់គាត់ម៉ាត់បានរត់ទៅកាន់មូលដ្ឋានយ៉ាងលឿនហើយបានឆក់កំបិតរបស់នាងលីនដាគាត់ចង់បញ្ចប់ជីវិតនាងភ្លាមនាងលីនដាឃើញដូច្នេះក៏បានរត់គេចខ្លួនយ៉ាងលឿននាងលីនដាបានលាក់ខ្លួននៅពីក្រោយដើមឈើមួយដើមតែក្លិនខ្លួនរបស់នាងនៅតែបញ្ជាក់ពីទីតាំងរបស់នាងពិតមែនហើយមនុស្សចាស់នៅតែមានបទពិសោធន៍ជាងនាងលីនដាបានទុកស្បែកជើងដែលមានក្លិនខ្លាំងបំផុតតាមពិតនេះញោកបានលាក់ខ្លួននៅពីក្រោយគាត់ដើម្បីវាយប្រហារតែដោយសារកម្លាំងខុសគ្នានាងក៏បានចាញ់គាត់ម៉ាត់បានរុញនាងលីនដាទៅឆ្ងាយថែមទាំងរុញនាងចូលទៅក្នុងដីទៀតផងឃើញនាងលីនដាកំពុងថប់ដង្ហើមនាងក៏បានចាប់កំបិតនៅពីមុខនាងយ៉ាងលឿនហើយបានចាក់ពោះរបស់ម៉ាត់មួយកំបិតនាងក៏បានរួចផុតពីការចាប់ចងឃើញនាងឈួតយ៉ាងដូចនេះម៉ាត់ក៏បានរត់គេចខ្លួនបណ្ដោះអាសន្នហើយទិសដៅដែលគាត់រត់គេចខ្លួនគឺពិតជាតំបន់គ្រោះថ្នាក់ដែលពោពេញទៅដោយឧស្ម័នពុលដែលនាងលីនដាបាននិយាយពីមុនតែនៅពេលម៉ាត់ទៅដល់ទីនោះគាត់ក៏បានភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះទស្សនវិជ្ជានៅចំពោះមុខគាត់នឹកស្មានមិនដល់ថាទីនេះមិនត្រឹមតែគ្មានឧស្ម័នពុលទេថែមទាំងមានវីឡាដ៏ប្រណិតមួយទៀតផងអ្វីដែលធ្វើឲ្យគាត់ភ្ញាក់ក៏ផ្អើលជាងនេះទៅទៀតនោះគឺទ្វារនៅទីនេះមិនបានចាក់សោទេម៉ាត់ក៏បានរត់ចូលទៅខាងក្នុងហើយបានយកទឹកត្រជាក់នៅក្នុងទូទឹកកកមកផឹកស្រាប់តែមានសម្លេងនាងលីនដាឮចេញពីក្នុងបន្ទប់តាមពិតមូលហេតុដែលនាងលីនដាមិនអោយម៉ាត់ទៅទីនេះគឺដោយសារនាងបានរកឃើញវីឡានេះតាំងពីយូរហើយថ្ងៃនោះទូកដែលនាងបានឃើញតាមពិតគឺបានមកដឹកជញ្ជូនសម្ភារៈទៅកាន់វីឡានោះរៀងរាល់មួយរយៈនឹងមានអ្នកបម្រើមកផ្លាស់ប្ដូរសម្ភារៈថ្មីឆ្លៀតពេលដែលពួកគេផ្លាស់ប្ដូរវេននាងលីនដាបានលួចចាប់លេខសម្ងាត់នៅទីនេះពេលពួកគេចេញទៅនាងអាចញ៉ាំអាហារឆ្ងាញ់នៅទីនេះតែម្នាក់ឯងបានហើយកំបិតតូចនោះក៏ត្រូវបានយកចេញពីវីឡានេះដែរថ្ងៃនោះមូលហេតុដែលនារីស្បែកខ្មៅស្លាប់គឺពិតជានាងលីនដាបានបោះដុំថ្មដាក់នាងឥឡូវនេះដោយសារម៉ាត់បានរកឃើញអាចកំបាំងរបស់នាងគាត់ក៏មិនអាចរស់បានទៀតដែរនាងលីនដាបានកាន់កំភ្លើងបាញ់សัตว์ចេញមកក្រៅហើយត្រៀមខ្លួនបញ្ជូនម៉ាត់ទៅកាន់លោកខាងមុខឃើញរបស់ពិតម៉ាត់ក៏បានខ្លាចរអានឹងនាងគាត់បាននិយាយថាពីមុនគាត់ជាអ្នកខុសនៅក្នុងក្រុមហ៊ុនមិនគួរជិះជាន់នាងបែបនោះទេមកដល់កោះនេះកាន់តែមិនគួរធ្វើបែបនោះទេគាត់សង្ឃឹមថានាងលីនដានឹងមិនគិតពីអតីតកាលហើយគាត់ក៏នឹងបំភ្លេចរឿងអតីតកាលចាប់ផ្ដើមរស់នៅជាមួយនាងលីនដានៅលើកោះនេះដោយមិនគិតដល់ពិភពលោកខាងក្រៅទៀតទេពាក្យសម្ដីមួយចំនួនបានធ្វើឲ្យនាងលីនដាមានការភ័ន្តច្រឡំតែស្រាប់តែនាងបានចាប់អារម្មណ៍ឃើញថានៅលើស្នាដៃសិល្បៈនៅក្បែរនោះបាត់ស្នែងគោមួយ You're a crazy bitch from the county. No. Oh, fat. No. This is called strategy and planning. បន្ទាប់ពីនោះនាងលីនដាក៏បានចាប់ផ្ដើមស្រឡាញ់កីឡាវាយកូនហ្គោលនេះពីព្រោះរាល់ពេលវាយនាងនៅតែនឹកឃើញពីអារម្មណ៍ដែលនាងធ្លាប់វាយក្បាលព្រែត
រាល់ពេលមានអ្នកសារព័ត៌មានសម្ភាសន៍នាងថាតើនាងរស់រានមានជីវិតដោយរបៀបណានាងលីនដានឹងអួតថានាងបានអុំទូកត្រឡប់មកវិញតែម្នាក់ឯង